បាទមិញក៏ជម្រាបជូនដែរទូកមហានស័យទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណាព្រះបាទនរោត្តមសីហមុនីបាទនៅថវិកា50,000 រៀលនិងព្រះគ្រូចៅអធិការវត្តរីប៉ៃ2 លានរៀលនិងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាបាទទទួលបានតាឧបត្ថម្ភចំនួន40,000 រៀលចាឥឡូវនេះគូទី78មកតាមលេខរៀងធម្មតាចាមកតាមលេខរៀងធម្មតាឧត្តមទួល3បារមីពិជ័យចេស្តារបស់ព្រះគ្រូចៅអធិការវត្តព្រំឧត្តមទួល3ចាមកពីខាងរាជបាយកងមាសកំពង់ចាមខ្សែទឹកខាងក្នុងខ្សែទឹកខាងក្រៅវិមាន7មករារបស់ឯកឧត្តមចាជាសភារាចាទូកនេះខ្លាំងណាស់បងទូកនេះចាវិមាន7មករានេះតាំងពីបណ្ណាំងមកគឺថាឈ្នះភាគច្រើនបាទឈ្នះភាគច្រើនបាទឈ្នះភាគច្រើនឥឡូវហ្នឹងប៉ុន្តែឥឡូវហ្នឹងហាក់ដូចជាចាញ់បងវិញបាទចាញ់បងតែចាញ់ទិញទួយទេបាទចាញ់ទិញទួយប៉ុន្តែមកដល់កំពាន់ទី2នេះគឺចាប់ដើមចាក់យោងទាំងពីរតែម្ដងទាំងក្នុងទាំងក្រៅចាឯគូបន្ទាប់នេះគឺគូទី80ទេបងប្អូនសូមជម្រាបជូនថាប្តីសែនជ័យបារមីជំទាវម៉ៅរបស់ឯកឧត្តមម៉ាងស៊ីណេតនិងលោកជំទាវគឹមសុភ័ក្រម៉ាងស៊ីណេតចាឯខ្សែទឹកខាងក្រៅខៀវតីអណ្ដាតក្រហមរបស់គ្រូចៅអធិការវត្តជើងឯកអញ្ចឹងសូមជម្រាបជូនគូទី78បាទគូទី78យើងឃើញហើយវាមាន7មករាវាមាន7មករាកំពុងតែនាំមុខហើយបាទទៅលើបាទឧត្តមទួល3បារមីវិជ័យសេនាខេត្តកំពង់ចាមបាទឡើងហើយបាទឈ្នះហើយបាទឈ្នះវាមាន7មករារីឯគូទី80នេះខ្សែទឹកខាងក្រៅខៀវតីស្អាតអណ្ដាតក្រហមរបស់ព្រះគ្រូចៅអធិការវត្តជើងឯកចាបាននាំមុខទៅលើថប78ហើយទូគូទី78 79 80មកបណ្ដាក់គ្នាចាមកបណ្ដាក់គ្នាតែម្ដងដូច្នេះសូមអនុញ្ញាតជម្រាបជូនថាឧត្តមទួល3បារមីពិជ័យចេស្តារបស់ព្រះគ្រូចៅអធិការវត្តព្រំឧត្តមទួល3ចាខ្សែទឹកខាងក្រៅវិញម្ដងហើយជាមួយនឹងវាមាន7មករាយ៉ាងណាយ៉ាងណីជាមួយនឹងឯកឧត្តមជាសភារាបាទឥឡូវនេះយើងឃើញហើយលបឿនគឺខាងក្រៅបាទនាំមុខបន្តិចទួចទេបាទឧត្តមទួល3បារមីពិជ័យចេស្តារបស់ប្រជាអធិការវត្តបាទឧត្តមτίποល2អញ្ចឹងណាទួលដីហើយបងបាទឧត្តមទួល3បារមីពិជ័យចេស្តាបងចិត្តថាម្ដងរួចហើយការបញ្ជើញទី1មិនខុសផងចាឥឡូវនាំមុខបន្តិចទួចទេខណៈដែលវាមាន7មករាការបញ្ជើញទី1របស់ឯកឧត្តមជាសភារាហ្នឹងគឺទទួលបានជ័យជំនះឥឡូវដកហើយប៉ុន្តែដកនេះក៏ដូចទន្ទឹមគ្នាដែរណាខាងក្រៅក៏គាត់ឡើងខាងក្នុងក៏គាត់ឡើងដែរបាទរងចាំតែមើលស្គរជ័យក៏អាចនិយាយបានថាដកហើយនេះចាឥឡូវយើងចាំផ្ទៀងផ្ទាត់ទាំងអស់គ្នាបាទបងប្អូនពុកម៉ែបងប្អូនដែលកំពុងទស្សនាតាមការផ្សាយផ្ទាល់ណែឡើងហើយអើយទុកលទ្ធផលនេះជូនគណៈកម្មការទៀតហើយសូម